សម្លាញ់ស្វាឲ្យខ្ញុំនៅរបស់ខ្លះបានទេខ្ញុំគ្មានអីផ្ញើប្រពន្ធកូនខ្ញុំទេបើអញ្ចឹងចាំមួយផ្លែតណាចាំខ្ញុំបេះផ្លែឈើពិសេសបំផុតដែលមានរសជាតិឆ្ងាញ់ឲ្យលោកចុះចុះសុតវិញនោះសុំចាំមួយផ្លែតចុះឈើកោបវិញនោះខ្ញុំស្គាល់វានៅក្បែរខាងនោះច្រើនណាស់តែខ្ញុំសូមណែនាំសូមមេត្តាកុំកាប់អីព្រោះតម្លៃនៃធម្មជាតិរក្សាទុកគឺជាជម្រើសល្អបំផុតតែខ្ញុំខំបោះអតេះមកណាខ្ញុំទុកអតេះនៅខាងនោះឯងរឿងនីត្រានិងស្វាព្រៃនិទានអំពីបុរសម្នាក់បានធ្វើដំណើរឆ្លងព្រៃកាត់ភ្នំដើម្បីឆ្លងទៅធ្វើជំនួញនៅស្រុកផ្សេងថ្ងៃមួយពេលដែលគាត់វិលមកវិញនោះស្រាប់តែគាត់បានវង្វេងផ្លូវរកពុំឃើញទិសមកផ្ទះវិញទេខ្ញុំមិនសមណារកផ្លូវមិនឃើញបែបនេះសោះតែខ្ញុំនឹងត្រូវដេកនៅក្នុងព្រៃនេះរហូតមែនទេនីត្រាពិបាកចិត្តណាស់ព្រោះគាត់មិនអាចរកផ្លូវឃើញសោះហើយកាលនោះព្រៃក៏គួរឲ្យខ្លាចផងដែរមានតឡាញ់ចុងឈើមើលសភាពទិសតំបន់និងសម្រាកសិនទេបើមិនអញ្ចឹងខ្ញុំមុខជាមិនអាចចេញពីព្រៃនេះបានទេឬក៏អាចមានសត្វមកយាយីក៏ថាបានដែរនិយាយហើយនីត្រាក៏បានព្យាយាមឡើងដើមឈើធំមួយតែជាអកុសលនោះគាត់ឡើងអត់រួចផងទេមានតែមួយដើមនេះទេដែលទំនងអាចសម្រាកបានតែគិតបែបណាទៅបើខ្ញុំឡើងមិនរួចសោះអញ្ចឹងនោះកាលនោះមានខ្លាសង្គមមួយក្បាលបានដើរមកនិងបាននិយាយថាណែអ្នកជាមនុស្សមកនេះមកកាពះយើងកំពុងតែត្រូវការឯងណាស់ខ្លាពិតជាខ្លាមែនស្លាប់ហើយគិតយ៉ាងម៉េចទៅខ្ញុំកុំគិតច្រើនចូលមកដេកស្ងៀមហើយឲ្យយើងខាំមកមិនយូរទេឯងឈឺមួយភ្លេតក៏ស្លាប់ហើយកុំគិតច្រើននាំតែពិបាកចិត្តអីណែនាងខ្លាយើងមានប្រពន្ធមានកូនត្រូវមើលថែណាសូមនាងចាក់ចេញកុំមកយាយីចង់ស៊ីយើងអីបានទេយើងក៏មានកូនមានប្តីត្រូវមើលថែដែរបើបានឯងពួកយើងនឹងបានអាហារពិសេសជាក់ជាមិនខានឡើយមិនបានទេឯងចង់រស់ខ្ញុំក៏ចង់រស់ដូចគ្នាដែរក្នុងជីវិតសត្វព្រៃអ្នកណាខ្លាំងអ្នកនោះឈ្នះដូចឯងអញ្ចឹងបើយើងខ្សោយជាងឯងនោះឯងនឹងប្រហារយើងដូចគ្នាអើយគិតបែបណាទៅណោះឬមួយក៏ខ្ញុំត្រូវខ្លាយជាចំណីខ្លាមែនទេអត់ទេជួយផងនេត្រាភ័យឡើងរាកនោមទៅហើយព្រោះខ្លាកាន់តែចូលមកគៀកទៀតជាសំណាងល្អក៏មានសម្លេងសត្វស្វាមួយក្បាលបាននិយាយថាណែនាងខ្លាសង្គមយើងជាអរិយភ្នំកំពុងស្ថិតនៅលើដើមឈើនេះបើឯងចង់សុកត្រូវចាក់ចេញទៅណាឲ្យបាត់ទៅថាមិនដឹងអរិយភ្នំមែនទេចេញទៅកុំមកដណ្ដើមគេពីយើងទីនេះជាតំបន់របស់យើងនោះអីឆាប់ចេញភ្លាមទៅតែខ្ញុំជាអ្នកឃើញបរោះនេះមុនទេនៅមិនទៅទៀតមែនទេបានយើងនឹងបដៅឯងចុះស្វាព្រៃកាលនោះក៏បានបេះផ្លែឈើកាច់មែកឈើឬក៏បានគប់ខ្លាជាច្រើនដងអូយឈឺណាស់ដោយសារផ្លែឈើត្រូវមុខផងភ្នែកផងខ្លាពិបាកទ្រាំណាស់ក៏រត់ទាំងដួលផងបុកព្រៃផងកិច្ចចេញទាំងត្រដាប់ត្រដួសតែម្ដងនាងខ្លានោះទៅបាត់ហើយលោកអរិយភ្នំសូមមេត្តាកុំធ្វើបាបខ្ញុំអីណាខ្ញុំជាស្វានតាមិនមែនជាអរិយភ្នំទេអូយព្រះហើយខំតភ័យតាមពិតជាស្វាព្រៃលៃលោករកល្បិចបន្លាចខ្លាសោះអរគុណហើយណាមិនអីទេឥឡូវមេឃចិត្តយប់ទៅហើយលោកឆាប់ឡើងមកលើដើមឈើនេះមកចាំខ្ញុំទម្លាក់ខ្សែឲ្យបានអរគុណហើយក្រោយឡើងដើមឈើសម្រេចហើយស្វាក៏ឲ្យនីត្រាហូបផ្លែឈើដែលមានឱជារសឈ្ងុយឆ្ងាញ់មិននឹកស្មានតែខ្ញុំមានសំណាងបានជួបស្វានៅទីនេះសោះរួចចុះលោកតាណាមកណាដែរបានជាមកដល់ទីនេះខ្ញុំបានឃើញថាទីនេះមានផ្កាល្អមានរុក្ខជាតិល្អមានឱសថនិងមានផ្លែឈើល្អច្រើនទៀត
ចេះតែស្ដាយចេះតែមើលចុះមើលឡើងក៏ជ្រុលវិញផ្លូវតែម្ដងទៅពិតមែនហើយនៅទីនេះសម្បូរធនធានធម្មជាតិណាស់តែបើលោកចូលមកហើយក៏ពិបាកនឹងរកផ្លូវចេញទៅវិញដែរមែនហើយតែថាតើស្វាអាចជួយខ្ញុំផងបានទេចុះមានតែស្អីខ្ញុំជួយបានតើខ្ញុំស្គាល់ទីនេះច្បាស់ណាស់ស្អែកចាំខ្ញុំជួយលោកឲ្យចេញពីទីនេះឲ្យផុតតែលោកត្រូវសន្យាណាថាកុំត្រឡប់មកទីនេះទៀតវិញអីព្រោះតែហេតុអីទៅទីនេះពិតជាទីដែលមានធម្មជាតិល្អណាស់បើមិនមកវាគួរឲ្យស្ដាយពេកហើយប៉ុន្តែមនុស្សគួរទៅរស់នៅបែបមនុស្សចំណែកសត្វគួរទៅរស់នៅបែបសត្វម្យ៉ាងទៀតខ្ញុំមិនចង់ឲ្យលោកមកទីនេះទេព្រោះវាគ្រោះថ្នាក់ណាស់មែនហើយសត្វសាហាវក៏ច្រើនរុក្ខជាតិចម្លែកក៏ច្រើនដើម្បីសុវត្ថិភាពមិនអីទេខ្ញុំនឹងមិនត្រឡប់មកតំបន់នេះផ្ដេសផ្ដាស់ទៀតទេល្អហើយអញ្ចឹងឥឡូវនេះលោកសម្រាកចុះណាស្អែកសឹមខ្ញុំជូនលោកទៅវិញស្អែកឡើងមកដល់ស្វាព្រៃក៏បាននាំនីត្រាចេញតាមផ្លូវមួយហើយកាលនោះនីត្រាពិតជាបានសម្គាល់ឃើញថាមើលចុះទីនេះប្រៀបបីដូចជាឋាននៃសម្បត្តិធម្មជាតិអញ្ចឹងពិតជាអស្ចារ្យខ្លាំងណាស់លោកឆាប់ឡើងមកស្វាព្រៃតើខ្ញុំអាចសុំបេះផ្លែឈើឬក៏ឱសថទៅជាមួយខ្លះបានទេអត់អីទេលោកកុំបារម្ភអីខ្ញុំរៀបចំជូនលោកអស់ហើយដល់បានឆ្ងាយហើយនោះស្វាព្រៃក៏បានរៀបចំសម្ភារៈឲ្យនីត្រាមួយចំនួនឬក៏បានពោលថាទាំងនេះជាឱសថធម្មជាតិនិងផ្លែឈើខ្លះលោកអាចយកទុកព្យាបាលជំងឺនិងអាចផ្ញើប្រពន្ធកូនលោកបានអរគុណហើយណាស្វាព្រៃឯងពិតជាចិត្តល្អណាស់ណានិយាយអញ្ចឹងស្វាព្រៃខ្ញុំសុំធ្វើជាមិត្តឯងផងបានទេបានតាមានអីប្រសើរណាស់ខ្ញុំសូមលាឯងហើយណាសម្លាញ់ស្វាបើសិនជាមានឱកាសមកលេងខ្ញុំផងណាបានសូមអញ្ជើញទៅចុះសំណាងល្អណាជូននីត្រាមកដល់ទីសុវត្ថិភាពហើយនោះស្វាក៏បានដើរចូលទៅក្នុងព្រៃវិញចំណែកនីត្រាឯនេះវិញដូចជាស្ដាយរឿងមួយនៅតាមផ្លូវដើរមកខ្ញុំបានឃើញមានសត្វព្រៃច្រើនណាស់បើមិនបានយកទៅ 3-4 ក្បាលវាដូចជាស្ដាយពេកហើយនិយាយបែបនេះហើយនីត្រាក៏បានចាប់ទន្សាយ 3-4 ក្បាលឬក៏បានធ្វើដំណើរទៅផ្ទះវិញនិងបាននិយាយដំណើរដើមទុងប្រាប់ប្រពន្ធផងដែរពុកវាជប់លៀបក្នុងគ្រួហើយខ្ញុំស្ដាប់ហើយពិតជារំភើបមែនទែនខ្ញុំគិតថាស្វានោះពិតជាសម្លាញ់ដែលល្អណាស់ថ្ងៃក្រោយខ្ញុំនឹងទៅលេងស្វាឲ្យបានញឹកញាប់ចាំមើលចុះពុកវាក៏ត្រូវហើយជប់កន្លែងល្អហើយមិនទៅពិតជាគួរឲ្យស្ដាយណាស់សត្វចាថាមិនទៅតែនីត្រាគិតថាបើមិនបានរបស់ល្អពីទីនោះវាគួរឲ្យស្ដាយពេកណាស់ហេតុនេះពុកវារៀបចំរួចហើយមែនទេបានរួចហើយម៉ែវាចាប់ពុកវាកុំភ្លេចណាត្រូវរកសត្វព្រៃណាដែលកម្រជាងគេបើបែបនោះតើយើងចំណេញច្រើនបានម៉ែវាចាំមើលណាខ្ញុំធានាម៉ែវាឯងប្រាប់អ្នកភូមិឲ្យហើយទៅខ្ញុំនឹងមកវិញជាមួយនឹងសត្វដែលល្អជាងគេមិនខានទេចានេត្រាទៅព្រៃនាងតីដើរផ្សព្វផ្សាយរីឯដំណើរល្មមឆ្ងាយហើយនោះនេត្រាក៏បានមកដល់ទីនៃស្វាព្រៃម្ដងទៀតសម្លាញ់ស្វាហេលោកមិនបានជាលោកមកទីនេះក្រែងលោកសន្យាថាមិនមកទេមែនទេខ្ញុំដឹងថាទីនេះមានគ្រោះថ្នាក់តែខ្ញុំស្ដាយរបស់ល្អអត់ទេខ្ញុំនឹកសម្លាញ់ស្វាព្រៃឯងហ្នឹងណាអរគុណហើយអញ្ចឹងឥឡូវនេះលោកទៅវិញចុះព្រោះស្ដេចរាជសីមួយរយៈនេះតែងតែទៅមកលោកអាចមានគ្រោះថ្នាក់បានណាមកដល់ហើយក៏ទៅវិញភ្លាមវាគួរឲ្យស្ដាយណាស្វាព្រៃខ្ញុំសុំសត្វព្រៃមួយក្បាលពីរក្បាលបានទេមិនបានទេលោកមិនអាចសម្លាប់ជីវិតសត្វព្រៃបានទេព្រោះពួកគេក៏ចង់រស់ដែរបើអញ្ចឹង
សម្លាញ់ស្វាឲ្យខ្ញុំនៅរបស់ខ្លះបានទេខ្ញុំគ្មានអីផ្ញើប្រពន្ធកូនខ្ញុំទេអឺបើអញ្ចឹងចាំមួយផ្លែតណាចាំខ្ញុំបេះផ្លែឈើពិសេសបំផុតដែលមានរសជាតិឆ្ងាញ់ឲ្យលោកចុះអសតវិញនោះសុំចាំមួយផ្លែតចុះឈើក្អូបវិញនោះខ្ញុំស្គាល់វានៅក្បែរខាងនោះច្រើនណាស់តែខ្ញុំសូមណែនាំសូមមេត្តាកុំកាប់អីព្រោះតម្លៃនៃធម្មជាតិរក្សាទុកគឺជាជំរើសល្អបំផុតតែខ្ញុំខំបរអតេះមកណាខ្ញុំទុកអតេះនៅខាងនោះឯងមើលទៅលោកដូចជាមិនមែនមកលេងខ្ញុំទេអញ្ចឹងនោះតែមកយករបស់ច្រើនជាងទេដឹងស្វាចិត្តកំណាញ់ម្លេះឬក៏ស្វាមិនយល់ពីតម្លៃនៃការរាប់អានទេមែនទេណាហើយចុះស្វានៅតែជាស្វាគ្មានបញ្ញាយល់ដឹងដូចជាមនុស្សទេខ្ញុំបានរៀបចំផ្លែឈើនិងឱសថរួចហើយលោកទៅចុះហើយក៏មកទៀតឲ្យសោះព្រោះអីវាគ្រោះថ្នាក់ខ្លាំងណាស់ទៅក៏បានដែរខ្ញុំមិនមកជន់ទីនេះទៀតទេនិយាយហើយនេត្រាដូចជាខឹងនឹងបានវិលមកវិញលោកបានឆ្ងាយបន្តិចហើយនោះគាត់ក៏បានពោលថាបំណាច់ជាមកដល់ឆ្ងាយយ៉ាងនេះទៅហើយនរណាទៅសុកចិត្តខាននោះថ្ងៃនោះព្រោះតែនេត្រាស្គាល់ព្រៃស្គាល់របស់ល្អច្រើនគាត់ក៏បានកាប់ផងបាញ់ផងឬក៏បានប្រមូលដាក់ពេញរទេះរបស់គាត់តែម្ដងបើមិនចំណេញមិនមែនហៅអញថាជាឈ្មួញត្រាទេវើយជួនគ្នានោះនេត្រាក៏បានសម្គាល់ឃើញថាចំព្រះហើយព្រះហង្សទេពមែនទេមិនក៏ស្អាតលើសពីសត្វដែលយើងធ្លាប់ឃើញយ៉ាងនេះមិនចាំយូរទេនេត្រាក៏បានលុបតិចតិចឬក៏បានចាប់ហង្សជាប់តែម្ដងលេងខ្ញុំតែខ្ញុំខ្លាចហើយបើខ្ញុំលេងមានតែឈួនណែសម្លាញ់ណាបើឯងស្អាតអញ្ចឹងណាខ្ញុំយកទៅលក់ឲ្យសេដ្ឋីខ្ញុំនឹងមានបានជាមិនខានយកជីវិតគេដូចយកប្រាក់វាមិនចម្រើនទេទោះបីជាបានប្រាក់តែក៏មិនសុខរហូតឡើយហើយព្រមទាំងមានបាបទៀតផងសូមលេងខ្ញុំទៅណាលោកបិទមាត់ទៅហើយគម្រើបំរាស់ឲ្យសោះនេត្រាមិនត្រឹមតែចាប់ហង្សទេថែមទាំងសម្លាប់ទន្សាយជាច្រើនក្បាលទៅជាមួយទៀតផងចំណែកនាងចាប់វិញនោះឃើញហើយក៏បានហើរទៅរកស្វាយ៉ាងលឿនបងស្វាព្រៃតើបរោះនោះជាសម្លាញ់បងមែនទេគាត់បានចាប់នាងហង្សទៅជាមួយបាត់ហើយសត្វព្រៃជាច្រើនទៀតក៏គាត់បាញ់សម្លាប់ផងដែរណាថាម៉េចព្រះហើយបរោះនោះពិតជាមានគំនិតមិនល្អដូចជាការគិតរបស់ខ្ញុំមែនតាមិនបានទេខ្ញុំទៅជួយនាងហង្សសិននីត្រាឯនេះវិញពិតជារីករាយណាស់ព្រោះបានរបស់ជាច្រើនមើលចោះគ្រប់គ្នាមកទិញសាច់ទន្សាយសាច់ឆ្លុះពីគាត់គ្រប់គ្នាតែម្ដងម៉ែវាថ្ងៃនេះបានប្រាក់ច្រើនណាស់ស្វានឹងចាប់ដែលនៅចិត្តនោះបានឃើញហើយក៏បាននិយាយទាំងអាសូរថាពធហើយពួកយើងមកមិនទាន់ទេកូនចាប់គួរឲ្យអាណិតបងប៉ប៉េបងឆ្លុះនាងទន្សាយបងប្អូនសត្វព្រៃពួកយើងណាមិនគួរណាមកស្លាប់បែបនេះសោះម៉ែវាចំណែកហង្សចង់វាឲ្យជាប់ណាស្អែកនេះខ្ញុំនឹងយកវាទៅលក់ឲ្យលោកសេដ្ឋីតែម្ដងបងស្វាលើទេហង្សមិនតាន់ស្លាប់ទេមែនហើយខ្ញុំទៅចរចាជាមួយគាត់សិនសួស្ដីសម្លាញ់តើសម្លាញ់មេត្តាដោះលែងនាងហង្សបានទេស្អីគេសត្វស្វាមកសុំចរចាជាមួយយើងមែនទេគ្មានផ្លូវទេវើយយល់ដល់យើងជាសម្លាញ់នឹងគ្នាណាសូមមេត្តាដោះលែងនាងហង្សទៅស្អីគេតើមានមនុស្សឯណាជាសម្លាញ់ជាមួយនឹងសត្វស្វានោះវាមិនឈួតពេកទេអីហ៎អាស្វាកំហូចបើមិនមែនជាសម្លាញ់នឹងគ្នាសូមលោកយកយល់ដល់អំពើល្អរបស់ខ្ញុំផងទៅកាលនោះលោកធ្លាប់ជាពាក់គុណខ្ញុំនោះអីបើអញ្ចឹងបានម៉ែវាចាំខ្ញុំប្រាប់ម៉ែវាឯងទៅយកចំណងមកឲ្យខ្ញុំចង់អាស្វានេះទុកខ្ញុំចង់យកអាលាក្បាលវាណាម៉ែវាព្រោះស្វានេះមិនធម្មតាទេចាប់ពុកវាអរគុណហើយណាសម្លាញ់
ដែលមេត្តាដល់នាងហងនោះនឹងហើយឥឡូវសម្លាញ់ឯងមកចិត្តខ្ញុំមកខ្ញុំចង់អរគុណសម្លាញ់និងអញ្ជើញពិសាអាហាររបស់មនុស្សវិញម្ដងបានអរគុណហើយកាលនោះគ្រាន់តែស្វាចូលក្បែរបន្តិចនីត្រាក៏បានយកចំណងចង់ឡើងជាប់ហើយនីត្រាក៏បានយកលំពងវាយទៀតផងអូយឈឺណាស់អូយមិនបានជាលោកមានល្បិចកលយ៉ាងនេះម៉ែវាយកវាទៅចង់ទុកទៅនាងកូនចាប់ឯនេះវិញឃើញហើយភ័យណាស់តែវាមិនហ៊ានធ្វើអ្វីក្រៅពីការបារម្ភនិងហើទៅមកប៉ុណ្ណោះផងទេបងស្វានេះបងមកជួយខ្ញុំមែនទេជាអកុសលខ្ញុំមិនអាចជួយឯងបានទេមើលចុះបរោះនោះពិតជាមានចិត្តកំណាចខ្លាំងណាស់ខ្ញុំមានវិធីហើយចាំតិចណាខ្ញុំនឹងព្យាយាមចាក់ខ្សែចំណងនេះចាស់កូនចាស់ពិតជាព្យាយាមណាស់វាចាក់ហើយចាក់ទៀតមិនឈប់ទេវាស្ទើរតែបាក់ចម្ពុះអស់ទៅហើយតែក៏ព្រោះការបារម្ភវាក៏ធ្វើបានសម្រេចហើយពួកយើងចាក់ចេញទៅឆាប់ឡើងចាឆាប់ឡើងទៅឆាប់ឡើងក្រុមសត្វកាននោះក៏បានចាក់ចេញទាំងមានសុវត្ថិភាពចំណែកសេដ្ឋីផងដែរក៏បានមកដល់យើងឮថាឯងមានហង្សទេពនិងស្វាពិសេសមែនទេតើវានៅឯណាទៅគឺនៅក្រោយនោះហើយបាទសូមអញ្ជើញមកតាមខ្ញុំមកទៀតមិនដោយការនិយាយរបស់នីត្រាទេពេលនេះសត្វទាំងអស់បានរួចខ្លួនអស់រលីងទៅហើយឯណាសត្វនោះមិនក៏មិនឃើញមិនក៏ទៅជាបែបនេះតើពួកវាតាណាអស់ហើយអញ្ចេះឯងដូចជាលេងសើចនឹងខ្ញុំពេកហើយទេដឹងនីត្រាអត់ទេខ្ញុំពិតជាមិនបានកុហកទេតែពេលនេះប្រហែលជាវារួចពីចំណងហើយមើលទៅមើលចុះនោះជាចំណងហើយទៀតយើងមិនខ្វល់ទេប្រាក់យើងកក់អស់ហើយបើរកហង្សទេពមិនបានឯងត្រូវទៅបកគលប្រាក់មកវិញទាំងអស់ណាបាទខ្ញុំនឹងទៅតាមរកហង្សទេពមកវិញឲ្យទាល់តែបានសូមលោកសេដ្ឋីទុកចិត្តលើខ្ញុំចុះស្វាព្រៃឯនេះវិញក្រោយដឹងថានីត្រាមិនមានបំណងល្អទេក៏រកវិធីធ្វើយ៉ាងណាមិនឲ្យនីត្រាចូលមកបានទៀតទេហង្កូនចាំមិនត្រូវចាញ់មកតំបន់នេះទេណាព្រោះមនុស្សអាចមើលឃើញពួកយើងគ្រប់ពេលតែគិតបែបណាបន្តទៅបើបរោះនោះមកទៀតនោះខ្ញុំនឹងយកបន្លាយកមកបាំងច្រកចូលព្រៃជាបណ្ដោះអាសន្នចំណែកហង្ជួយយកគ្រាប់ពូជមកដាំផងធ្វើបែបនេះបើកាលណារុក្ខជាតិដុះទ្រប់បរោះនោះនឹងមិនអាចចូលមកបានទេខ្ញុំយល់ហើយខ្ញុំនឹងពំគ្រាប់ដែលពូកែលូតលាស់ជាងគេមកឥឡូវខ្ញុំទៅសិនចាំខ្ញុំផងកូនចាប់ស្វាព្រៃពិតជាមិនប្រហែសទេស្វាព្រៃមានបំណងការពារសម្បត្តិធម្មជាតិណាស់ទោះជីវិតរបស់ខ្លួនក៏វាមិនស្ដាយដែរតាមមើលទៅដើមឈើបិទច្រកព្រៃមិនងាយដុះធំទេបើបែបនេះខ្ញុំនឹងរស់នៅក្បែរនេះសិនបើបរោះនោះមកខ្ញុំនឹងរារាំងដល់ទីបញ្ចប់នេត្រាពិតជាមកមែនហើយកាលនោះនេត្រាក៏មានព្រួញស្នាកំបិតមកជាមួយទៀតផងម្ដងនេះយើងនឹងរកអាស្វានោះឲ្យទាល់តែឃើញស្វាលឺហើយក៏បាននិយាយពីចុងឈើមកថាលោកតើលោកមកទៀតហើយមែនទេមិនក៏លោកមិនព្រមលើកលែងឲ្យពពួកសត្វព្រៃយ៉ាងនេះអូហូអាស្វាកំហូចនៅទីនេះសោះណែសំណួរនេះមិនសំខាន់នៅក្នុងការឆ្លើយទេព្រោះយើងមិនបានទុកឯងជាសំខាន់ឡើយគិតចេះចោះបើលោកទៅវិញខ្ញុំនឹងជូនរបស់ល្អដល់លោកយ៉ាងជាទីគាប់ចិត្តបំផុតតែលោកកុំសម្លាប់ពួកយើងទៅបានហើយស្អីគេចុះបើបានរបស់ល្អហើយយើងមិនមកមិនអត់បានរហូតទៅហើយទេអីកុំនិយាយច្រើនចុះមកតាមស្រួលឬក៏ចង់ឲ្យយើងបាញ់ឯងសម្លាប់ឈប់សិនស្ដាប់ខ្ញុំសិនលោកមិនមែនបានតែរបស់ល្អមកលើកឯណាគិតចេះចុះ
លោកចង់បានផ្លែឈើឬក៏ត្បូងអីដែរខ្ញុំនឹងយកមកតាមការកំណត់ជារៀងរាល់ខែតែម្ដងបែបនេះតើខ្ញុំនឹងចំណេញដែរទេលោកមើលត្បូងនេះចុះវាមានតម្លៃជាងអ្វីទាំងអស់ហើយលើកក្រោយទៀតលោកក៏អាចនឹងបានត្បូងមានតម្លៃជាងនេះទៅទៀតណាបានយើងជឿឯងចុះឲ្យវាមកហើយយើងទៅវិញក៏បានដែរទទួលបានត្បូងហើយនោះនេត្រាក៏បានចាក់ចេញទៅចំណែកហង្សនិងចាបក៏បានមកដល់ដូចគ្នាបរោះនៅទៅវិញហើយមែនទេខ្ញុំភ័យណាស់មិនអីទេខ្ញុំបានឲ្យត្បូងកម្រមួយទៅគេហើយគេមុខជាដកឃ្លៀមងាយមកញឹកញាប់ពេកទេបងស្វាបរោះនោះមកយកមិនឈប់ទេបើបែបនេះវាមិនមែនជារឿងល្អឡើយណាហេតុនេះទើបខ្ញុំឲ្យអ្នកទាំងពីរទៅរកគ្រាប់ពូជមកដាំនោះអីចាខ្ញុំយល់ហើយបងចង់ពញាពេលរហូតដល់មាត់ព្រៃបិទចិត្តអន្តើតែថាបងស្វាបងនឹងត្រូវយកទៅឲ្យបរោះនោះមាត់ព្រៃរហូតមែនទេគឺមែនហើយឥឡូវពួកយើងបញ្ញាប់ទៅយកកូនឈើមកទៀតមកធ្វើយ៉ាងណាកុំឲ្យមានផ្លូវសម្រាប់មនុស្សចូលព្រៃបានឲ្យសោះចាតោះលឿនឡើងកូនចាបម្ដងហើយម្ដងទៀតនីត្រាតែងតែមកទទួលរបស់មានតម្លៃពីស្វារហូតទាំងពុំដឹងថាព្រៃកំពុងតែបិទច្រកក្រាស់ឡើងឡើយម្ដងនេះយើងក៏ស្រួលដែរមកភ្លាមក៏បានរបស់ល្អភ្លាមចំណែកលោកសេដ្ឋីក៏គ្មានអំណាចអីលើយើងដែរព្រោះយើងក៏មិនបានក្រឯណាលោកទៅវិញចុះខែក្រោយខ្ញុំនឹងយករបស់ល្អយកមកជូនលោកនៅទីនេះទៀតប្រកបណាស់នេត្រាតែងតែធ្វើបែបនេះរហូតលុះវេលាកន្លងផុតទៅកាន់តែយូរព្រៃក៏បានបិទចិត្តចំណែកស្វាក៏មិនមកទៀតដែរស្វាតើស្វាមកហើយមែនទេនីត្រាបានហៅហើយហៅទៀតតែកាលនោះពុំមានវត្តមានស្វាតទៅទៀតទេនីត្រាពិតជាខឹងណាស់ដូច្នេះគាត់ក៏បានរុកផ្លូវចូលទៅក្នុងព្រៃនោះតែម្ដងចំផ្លូវនៅណាអញ្ចេះមិនក៏ខ្ញុំរកមិនឃើញអញ្ចឹងនីត្រារកមិនឃើញទេព្រោះផ្លូវបិទចិត្តអស់ទៅហើយមិនអាចទេឬមួយក៏អាស្វានោះវាបានរៀបចំតាំងពីដំបូងក្នុងការបិទផ្លូវមែនទេគួរឲ្យក្តៅកាហាយណាស់អញមិនគួរចាញ់បោកបញ្ញាអាស្វានោះសោះនេត្រាកាន់តែខឹងនេត្រាកាន់តែមានបំណងចង់ដុតព្រៃចំណែកខ្លាមួយក្បាលនោះហេតុថាហេវពេកក៏បានចេញមកម្ដងទៀតដូចគ្នាប្រសើរណាស់យើងកំពុងតែឃ្លានផងម្ដងនេះយើងមិនឲ្យឯងរួចខ្លួនឡើយខ្លាក៏បានលបម្ដងបន្តិចម្ដងបន្តិចរួចវាក៏បានសង្គ្រប់នីត្រាតែម្ដងជួយផងស្វាក៏បានចេញមកម្ដងទៀតរួចក៏បន្លាចខ្លារត់ចេញបានសម្រេចដូចលើកមុនដែរខ្លាទៅបាត់ហើយមកហើយមែនទេតើអញមានបំណងឲ្យខ្លាមកស៊ីយើងមែនទេថ្ងៃនេះខ្ញុំមកជួបលោកជាលើកចុងក្រោយហើយតទៅខ្ញុំនឹងនាំសត្វព្រៃទាំងឡាយចូលទៅព្រៃកាន់តែជ្រៅដូច្នេះខ្ញុំមិនអាចជួយលោកបានទៀតទេឯងជាស្វាបំពេញសន្យាឯងមានបំណងរារាំងយើងតើលោកជាមនុស្សរមិលគុណណាស់ហើយចុះខ្ញុំលាសិនហើយបំណាច់ថាមិនបានអីសោះបានស្វាក៏រាប់ថាល្អដែរឈប់សិនកុំតន់ទៅណាឲ្យសោះអាស្វាព្រៃនេត្រាកាលនោះក៏បានចោលដុំថ្មមួយយ៉ាងធំបណ្ដាលឲ្យក្បាលស្វាហូរឈាមជាខ្លាំងឈឺណាស់លោកនេះចំជាគ្មានមេត្តាសោះចាំមើលចុះលោកនឹងមានកម្មពីជាមិនខានទេនិយាយហើយស្វាក៏បានលោតចូលទៅក្នុងព្រៃចំណែកនីត្រានោះក៏កាន់តែខឹងគាត់ខំចោលដុំថ្មគប់ស្វាជាច្រើនដងហើយម្ដងនោះដុំថ្មក៏បានផ្លត់ត្រូវក្បាលខ្លួនឯងបណ្ដាលឲ្យមានរបួសជាខ្លាំងអូយឈឺណាស់ខ្លាជួយផងនេត្រាភ័យពេកក៏បានរត់មកផ្ទះទាំងមានរបួសហើយពេលនោះមកនេត្រាមិនអាចចូលព្រៃបានទេចំណែកជីវិតរបស់គាត់ក៏មិនអាចមានបានទៀតដែរតើនេះជាកម្មអ្វីទៅមិនក៏ប្តីឈឺ
គ្រួសារក៏គ្មានប្រាក់សំបីតែមួយកាក់ទៀត អូយឈឺណាស់ម៉ែវាខ្ញុំឈឺណាស់មិនក៏ជីវិតនេះខ្ញុំស្ពាយជំងឺយ៉ាងនេះសូមជួយខ្ញុំផងខ្ញុំមិនទាន់ចង់ស្លាប់ទេម៉ែវា តែពុកវាខ្ញុំអត់មានប្រាក់ទិញថ្នាំទេពុកវាទ្រាំសិនទៅណាពុកវាអញឈឺជាខ្ញុំថាគ្មានអ្វីក្រៅពីទ្រាំនឹងទេ អូអូអូយខ្ញុំពិតជាពិបាកទ្រាំណាស់តើនេះជាកម្មអីទៅអូយ មនុស្សរមិលគុណគ្មានថ្ងៃរីកចម្រើនទេហើយគ្រួសារក៏មិនមានសុភមង្គលដែរចំណែកស្វានិងសត្វទាំងឡាយនោះក៏រស់នៅសុខសាន្តគ្មានអ្នកណាមកយាយីតរៀងទៅ